សូមជូនរឿងស្រីអាក្រក់ម្ចាស់បេះដូងភាគទី1 វ៉ាស៊ីនតោនសហរដ្ឋអាមេរិកព្រឹកម៉ោង 7 នារីរាងតូចស្ដើងកូនកាត់អ៊ីតាលីនិងកូរ៉េភ្នែកមូខ្លំច្រមុះស្រួចបម៉ូមកតូចសក់ប្រាស់ស្មាចងក្របួចឡើងលើខោខូបយខ្លីត្រឹមជង្គង់អាវយឺតពណ៌ប្រផេះខាងក្នុងនិងមានអាវយឺតដៃវែងពីក្រៅស្ពាយកាបូបពណ៌កូគីស្បែកជើងប៉ាតានិងមានអីវ៉ាអីវ៉ាន់យួរពេញដៃមកដល់ខុនដូកន្លែងដែលបងស្រីជីដូនមួយរបស់នាងស្នាក់នៅពេលនោះសំឡេងគោះទ្វារមនុស្សស្រីសំឡេងសំដីផ្អែមក៏ឆ្លើយមកអ្នកណានឹងអាលីសមែនទេពេលនោះអាលីសក៏បានឆ្លើយចាបងស្រីខ្ញុំអាលីសបានមិនអីទេចាំបងបើកទ្វារឲ្យអូថ្ងៃនេះឯងមកពីព្រឹកម្លេះអូបងព្រោះថាថ្ងៃនេះគឺកន្លែងធ្វើការ KOT អញ្ចឹងហើយបានខ្ញុំមកពីព្រឹកបន្តិចណាបងស្រីអត់ទៅធ្វើការទេថ្ងៃនេះអូបងទៅពេលល្ងាចសំណាងហើយដែលបងបានជួបឯងហើយបងនេះត្រូវហោះហើរទៅអ៊ីតាលីទៀតហើយនេះខ្ញុំច្រណែនបងខ្លាំងណាស់ធ្វើការជានារីអូតេសរូបរាងក៏ស្អាតហើយបានដើរលេងគ្រប់ទីកន្លែងទៀតណែដើរលេងឯណាគឺទៅធ្វើការណាចាខ្ញុំនឹងតាបងស្រីអ៊ំស្រីផ្ញើបន្លែមកឲ្យណែអូបន្លែទៀតហើយមែនទេអ្នកម៉ាក់គ្មានអ្វីផ្ញើក្រៅពីបន្លែនិងផ្លែប៉ោមទេនេះបងក៏ដឹងថាចំការរបស់អ៊ំប្រុសនិងអ៊ំស្រីគាត់មានតែផ្លែប៉ោមនិងបន្លែទេនេះហើយបងមិនយកទេឯងយកទៅញ៉ាំទៅបងខ្ជិលធ្វើម្ហូបណាព្រោះថាល្ងាចបងចេញទៅក្រៅដដែលហ្នឹងត្រូវទៅធ្វើការដល់តែ2 ទៅ 3 ថ្ងៃល្មមតែមកវិញបន្លែផ្លែឈើអស់នេះរលួយទៅហើយហ្នឹងបងស្រីនៅជក់បារីទៀតមែនទេត្រូវហើយបងនៅជក់វាតាខ្ញុំគិតថាបងគួរតែឈប់ជក់បារីនិងផឹកស្រាទៅបានទេនេះដូចជាមិនល្អចំពោះសុខភាពបងសោះបានហើយនាងតូចកុំមកធ្វើជាអ្នកម៉ាក់ទី2អីឯងឆាប់ទៅជួយរៀបចំខោអាវឲ្យបងបន្តិចទៅព្រោះថាល្ងាចម៉ោង 2នេះបងត្រូវចេញដំណើរហើយនេះចាបងស្រីនេះគឺជាស្អីនេះខោមនុស្សប្រុសមែនទេហើយស្លាប់ហើយហេតុអីក៏បងធ្វើបែបនេះទៅកើតឈប់ស្តុបឯងជាប្អូនស្រីជីដូនមួយបងអញ្ចឹងហើយពេលដែលឃើញឬក៏ដឹងសូមឯងមេត្តាលាក់ការសម្ងាត់ផងបងស្រីបរោះនេះគឺជាបរោះទី5ហើយណាមែនជាបរោះទី5តែវាយ៉ាងម៉េចដឹងទេណាថាគេនេះមានរូបរាងសង្ហាហើយណាមួយណាជាកូនម្ចាស់សន្តាគារដែលបងតំណាក់តំណងផងហើយគេក៏មានសន្តាគារនៅវ៉ាស៊ីនតោននេះដែរណាពិតមែនទេពិតមែនហើយលើកនេះណាបងនឹង
ចាប់យកគេឲ្យបានព្រោះថាទាំងសង្ហាទាំងមាន perfect បែបនេះរឿងអីដែលបងត្រូវឲ្យរបូតពីដៃនោះពិតមែនឬប៉ុន្តែបងគូខ្ញុំគិតថាបងគួរតែបោះចោលរឿងស្រាហើយនឹងបរិយនេះសិនទៅនេះមិនអាចទេប៉ុន្តែបើគេមិនចូលចិត្តប្រហែលជាបងអាចសាក់លបងគិតមើលសិនពេលនោះសំឡេងទូរស័ព្ទរបស់អាលីក៏បានខលមកអាឡូស៊ូប៊ីនមែនទេនឹងហើយខ្ញុំស៊ូប៊ីនឯងភ្លេចហើយឬណាថាថ្ងៃនេះពួកយើងត្រូវតែទៅចុះឈ្មោះធ្វើការនៅកន្លែងថ្មីនោះអីអូមែនហើយខ្ញុំរៀបបំភ្លេចទេតាបងស្រីឲ្យខ្ញុំសុំទោសផងណាដែលនៅកំដរបងមិនបានយូរព្រោះថាខ្ញុំត្រូវតែទៅចុះឈ្មោះធ្វើការនៅកន្លែងថ្មីចុះកន្លែងចាស់ឯងវាឆ្ងាយពីកន្លែងស្នាក់នៅពេកហើយណាមួយថៅកែក៏គាត់សេងហាងទៅឲ្យគេហើយគេធ្វើជាកន្លែងផ្សេងហើយនឹងអូអញ្ចឹងសូមជូនពរឲ្យឯងឲ្យបានសម្រេចចុះណាសូមឲ្យគេទទួលយកឯងទៅចុះចាបងស្រីហើយធ្វើយ៉ាងម៉េចទេឯងកើតមកឪពុកម្ដាយរបស់ឯងក៏ស្លាប់ខួរក្បាលក៏មិនសូវឆ្លាតបានត្រឹមតែអ្នករត់តុកកប៉ិចកប៉ុកតែប៉ុណ្ណឹងចាបងស្រីពេលដែលឮសម្ដីបងស្រីជីដូនមួយនិយាយដាក់គេបែបនេះគេក៏មានទឹកមុខអន់ចិត្តបន្តិចប៉ុន្តែក៏ខំប្រឹងញញឹមព្រោះថាវាគឺជារឿងពិតនាងមិនអាចប្រកែកបានពេលនោះនាងក៏បានលាបងស្រីហើយដើរចេញទៅកន្លះម៉ោងក្រោយមកស៊ូប៊ីនយ៉ាងម៉េចហើយកន្លែងធ្វើការកន្លែងដាក់ពាក្យនេះអូសំណាងល្អហើយដែលខ្ញុំចេះគិតយកក្រដាស់ដាក់ពាក្យរបស់ឯងមកព្រោះដឹងថាឯងទៅខុនដូរបស់បងជីដូនមួយឯងនោះម្ដងគឺយូរណាស់ចាអរគុណហើយយ៉ាងណាក៏ខ្ញុំនៅមានស៊ូប៊ីនដែលជាមិត្តភក្តិដ៏ល្អរបស់ខ្ញុំដែរបានហើយកុំពិនបញ្ចូលពេកអីតោះយើងទៅសំណាងល្អហើយនេះដែលនៅសល់ប្រហែលជា1ម៉ោងទៀតទៅគេបិទការទទួលពាក្យចុះឈ្មោះហើយពួកយើងណាជីវភាពខ្វះខាតរៀនមិនបានខ្ពង់ខ្ពស់ដូចគេទេប៉ុន្តែក៏សំណាងល្អដែរតែការតស៊ូកន្លងមកគឺមិនអត់ប្រយោជន៍ខ្ញុំក៏សំណាងដែរស៊ូប៊ីនដែលបានឯងធ្វើជាមិត្តអូនេះគឺជារូបអ្នកណាគេនេះសង្ហាម្លេះអូនេះគឺជារូបម្ចាស់ក្រុមហ៊ុនសម្ព័ន្ធ K Group ហ្នឹងណាគឺគាត់មានភាគហ៊ុនដ៏មួយចំណែកនៅក្នុងសន្តាគារនេះដែរអូ K Group មែនទេខាងផ្នែកអចលនទ្រព្យហ្នឹងមែននឹងហើយអូគេនេះណាមានសាខាច្រើនណាស់ K Group ទេណាទទួលស្គាល់យ៉ាងទូលំទូលាយព្រោះថាជាក្រុមហ៊ុនមានតុល្យភាពគេមានកូនប្រុស2នាក់គឺសុទ្ធតែសង្ហាទាំងអស់ហ្នឹងអូពិតជាសង្ហាមែនតាណែយ៉ាងម៉េចហើយអ្នកនាងអាលីអាចទៅបានដែរទេនេះចាតោះយើងទៅអាលីសម្លឹងមើលរូបផ្ទាំងប៉ាណូ
ដែលគេបានបញ្ចាំងនៅមុខសន្តាគារបរោះម្នាក់ដែលមានភ្នែកប្រាក់ច្របោះស្រួចពុកមាត់រឹមបន្តិចខ្ពស់ស្រឡះមៀតធំមើលទៅគួរឲ្យឆ្លក់វង្វេងមកបានហើយសង្ហាខ្លាំងណាស់យ៉ាងម៉េចហើយអាលីណែត្រៀមខ្លួនទៅណា20នាទីក្រោយគេនឹងហៅយើងទាំងពីរទៅសម្ភាសហើយប៉ុន្តែបន្ទប់ផ្សេងគ្នាណាចាអរគុណខ្ញុំពិតជាខ្ញុំភ័យណាស់ទីគេមកទទួលពួកយើងទៅដឹងហើយកុំភ័យអីអាលីមិនអីទេយ៉ាងហោចណាស់ក៏យើងមានបទពិសោធន៍ធ្វើការងារនៅក្នុងសន្តាគារច្រើនគួរសមដែរហ្នឹងប៉ិតបានហើយតោះយើងចាប់ផ្ដើមលើកទឹកចិត្តឲ្យខ្លួនឯងទៅណោះស៊ូឡើងខំប្រឹងកុំចោះចាញ់បើមិនទាន់ដឹងលទ្ធផលមែនទេត្រូវហើយកញ្ញាស៊ូប៊ីនអេឡាចាខ្ញុំខ្ញុំទៅសិនហើយណាចាទៅចុះស៊ូប៊ីនឲ្យបានជោគជ័យណាចាបន្តទៅទៀតនេះគឺកញ្ញាអាលីវ៉េនដូសាន់ចាគឺខ្ញុំបន្ទាប់មកក្នុងការសម្ភាសអ្នកទាំងពីរគឺបានជាប់ពិតជាល្អណាស់សំណាងល្អហើយដែលពួកយើងបានជាប់តោះយើងទៅជប់លៀងតើល្អទេនេះមែនតាខ្ញុំថាល្អតាយើងទៅឯណាទៅនេះខ្ញុំក៏មិនដឹងដែរថានឹងទៅណាទេជប់សិនសុំហាងចិត្តនេះបានទេព្រោះខប៉ាដូចជារឿងខោចដែរនេះហើយតតែប្រហែលជាខាងស្អែកទៅគេឲ្យយើងចូលធ្វើការណោមែនហ្នឹងអាលីឯងគិតថាពួកយើងគួរតែរើផ្ទះដែរឬក៏អត់ទេនេះរើផ្ទះមែនទេមែនហើយពីព្រោះកិច្ចសន្យាដែលយើងជួលផ្ទះពីម្ចាស់ផ្ទះចាស់របស់យើងនោះគឺចិត្តផុតកំណត់ដែរហ្នឹងមែនហើយប៉ុន្តែខ្ញុំស្ដាយណាស់នៅសល់ប្រហែលជាមួយខែ2ខែទៀតនោះប៉ុន្តែកន្លែងធ្វើការយើងនេះគឺវារៀងឆ្ងាយជាងមុនទៀតនោះអញ្ចឹងធ្វើយ៉ាងម៉េចទៅមែនប៉ុន្តែខ្ញុំលើថាសន្តាគារនេះមានកន្លែងឲ្យស្នាក់នៅបណ្ដោះអាសន្នឯតាយើងជួលផ្ទះយើងគិតរកខ្ញុំក៏មិនដឹងដែរនេះថាពួកយើងគួរតែស្នាក់នៅក្នុងសន្តាគារបណ្ដោះអាសន្នគឺបន្ទប់ដែលគេឲ្យបុគ្គលិកមកពីថ្ងៃស្នាក់នៅនោះណាមែនទេស៊ូប៊ីនទេខ្ញុំក៏មិនទាន់នឹងដែរប៉ុន្តែលើបុគ្គលិកចាស់និយាយថាបន្ទប់គឺពេញអស់ហើយហ្នឹងបន្ទប់ពេញមែនទេមើលទៅពួកយើងគួរតែរកកន្លែងស្នាក់នៅហើយចុះខុនដូបងស្រីឯងនោះមែនហើយបងស្រីគឺគាត់មានខុនដូគាត់យូរក៏គាត់មកស្នាក់នៅប្រហែលជាមួយអាទិត្យគឺ2ទៅ3ដងតែប៉ុណ្ណឹងចាំមើលខ្ញុំសាកសួរគាត់លោមើលប៉ុន្តែប្រហែលជាមិនថ្មីទេព្រោះថា
នៅសល់2 ខែទៀតនោះទើបយើងផុតកំណត់ចុះកងត្រាជាមួយនឹងម្ចាស់ផ្ទះរបស់យើងកំពុងស្នាក់នៅនឹងមែនទេអញ្ចឹងក៏បានដែរនេះចាំមើលប្រហែលជា1 ខែទៀតចុះបើថាទ្រាំទ្រផ្លូវឆ្ងាយមិនបានប្រហែលជាយើងត្រូវចេញនៅខែក្រោយនេះហើយមកទៅប៉ិតមែនហើយប៉ុន្តែយ៉ាងណាក៏ត្រូវតស៊ូដែរស្ដាយលុយខ្លាំងណាស់យើង2នាក់បូកចូលទៅគឺនៅសល់$1,600ទៀតណោះអូបន្ទប់ទូចមែនប៉ុន្តែប្រាក់ដែលយើងនោះក៏នៅសល់ទោះជាយើងចេញមកវិញក៏គេមិនអោយយើងដែរណាមែនហ្នឹងអញ្ចឹងស៊ូប៊ីនខ្ញុំគិតថាយើងទ្រាំ2 ខែទៀតទៅណោះអញ្ចឹងក៏ទៅតាមតាណាទៅហើយឯងកុំភ្លេចសួរបងស្រីឯងសាក់លោមើផងទៅក្រែងលោគាត់មានបន្ទប់ឲ្យយើងស្នាក់នៅឬក៏ជួលពីគាត់ពីព្រោះមើលទៅខុនដូរបស់បងស្រីឯងក៏មិននៅឆ្ងាយពីសន្តាគារនេះដែរនេះអូប៉ុន្តែហើយកន្លះម៉ោងឯណោះតែយើងនៅតាមផ្លូវនោះប្រហែលចំណាយ1 ម៉ោងពីកន្លែងស្នាក់នៅចាស់របស់យើងតោះមិនអីទេចាំខ្ញុំសាកសួរគាត់សាកលោមើលសិនតោះយើងគឺតែរកអាហារណាឆ្ងាញ់ញ៉ាំខ្ញុំឃ្លានណាស់នេះតោះពេលនោះពួកគេក៏បានដើរចេញពីសន្តាគារស្រាប់តែពេលរៀបនឹងបើកទ្វារចេញម្នាក់ដោយសារតែរីករាយពេកភ្លេចមើលទៅផ្លូវអាលីក៏បានដើរជុលជាមួយនឹងបរិសម្នាក់ពេលនោះអាលីក៏អោនរំទោនឲ្យសុំទោសយ៉ាងគួរសមអត់ទោសលោកសុំទោសដែលខ្ញុំមិនបានប្រយ័ត្នបុកលោកពេលនោះបរិសម្នាក់នោះក៏និយាយថាមិនអីទេសំណាងល្អហើយដែលមិនប្រឡាក់ខោអាវខ្ញុំនោះហើយក៏ល្អដែរដែលនាងមានសុជីវធម៌ល្អចាអរគុណខ្ញុំសូមលាសិនហើយចាអាលីក៏បានដើរចេញទៅបារម្ភម្នាក់នោះក៏ក្រឡេកមើលបន្តិចហើយក៏ញញឹមចង់ដឹងទេថាបារម្ភម្នាក់នោះគឺជានរណាគឺជាប្អូនប្រុសតួឯកប្រុសនោះណាឈ្មោះថាចេនអារីសាន់គេគឺជាបរិសរុះរាយរាក់ទាក់គឺមិនឆ្មើងឆ្មៃទេខុសពីបងប្រុសគេស្រឡះបងប្រុសគេនេះណាកាចមើងម៉ាត់ឃើញថ្មឹងអញ្ចឹងទេប៉ុន្តែព្រាននារីណាអ្នកខ្លះគេគិតថាចេកនេះគឺជាមនុស្សដែលថ្មឹងគ្មានការរស់និយមប៉ុន្តែផ្ទុយស្រឡះចេនអាឌីសាន់ផាឡូម្នាក់នេះគឺជាព្រាននារីសុទ្ធសាធគឺស្រីស្អាតដែលគេប្រទះភ្នែកហើយគឺត្រូវតែបានខុសពីប្អូនប្រុសរបស់គេរុះរាយមើលទៅមានសេរីភាពប៉ុន្តែអ្នកណាតែដឹងថាជាបរិសដែលមិនចូលចិត្តញញៃរឿងមនុស្សស្រីនោះបរិសម្នាក់នេះណាក៏សង្ហាមិនចាញ់បងប្រុសគេប្រមាណដែរពួកពេលនោះអាលីអូយសំណាងល្អហើយដែលបរិសម្នាក់នេះមិនប្រកាន់មើលទៅប្រហែលជាភ្ញៀវសំខាន់ហើយមើលទៅខ្ញុំក៏គិតបែបនេះដែរនេះសំណាងល្អខ្លាំងណាស់ខ្ញុំគិតថានៅក្នុងបន្ទប់របស់យើងនេះ
បន្លែបង្ការគឺមានហើយគឺបន្លែដែលខ្ញុំយកមកពីចម្ការរបស់អ៊ំប្រុសនិងអ៊ំស្រីនោះណាខ្ញុំគិតថាចង់ទិញសាច់និងទិញស៊ុតទឹកដោះគោប្រូម៉ាឈីសទៅទុកនៅក្នុងទូទឹកកករបស់យើងតើបានទេអូឯងធ្វើយ៉ាងម៉េចក៏ធ្វើអញ្ចឹងតែខ្ញុំមិនថាអីទេព្រោះខ្ញុំមិនមែនជាចុងភៅផងស៊ូប៊ីននេះពិតជានេះមែនពេលនោះសំឡេងទូរស័ព្ទក៏បានបំលើឡើងស៊ូប៊ីនអាឡូម៉ាក់មានការអីហ្នឹងកូនអាចត្រឡប់មកផ្ទះវិញបានទេត្រឡប់មកផ្ទះយ៉ាងម៉េចទៅគឺលោកប៉ារបស់កូននោះណាមានរបួសធ្ងន់ណាស់ដោយសារគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវការអ្នកមើលថែឯងអាចមកជួយគាត់មួយរយៈបានទេមួយរយៈចុះកន្លែងធ្វើការងារកូនយ៉ាងម៉េចទៅកូនទៅតែសុំគេបានថ្មីហ្នឹងហើយក៏មិនទាន់ទៅធ្វើការទៀតនេះកូនអើយជួយម៉ាក់សិនទៅព្រោះថាប្អូនរបស់ឯងក៏ជាប់រៀនហើយហាងលក់មាន់បំពងរបស់យើងនេះក៏រវល់ស្ទើរតែដកឃ្លាមិនរួចដែរហើយបែរជាលោកប៉ារបស់ឯងជួបគ្រោះថ្នាក់ចរាចរណ៍ទៅវិញហើយខ្ញុំពធអើយមិនគួរណាមានរឿងអញ្ចឹងសោះគឺឡានដឹកទំនិញមួយនោះណាលោកប៉ារបស់ឯងជិះម៉ូតូយកមាន់បំពងឲ្យគេស្រាប់តែនៅសុកឡាននោះក៏វេចង្កូតមកបុកពេញមួយទំហឹងនេះសំណាងហើយដែលមិនប៉ះពាល់ដល់ផ្នែកក្បាលរបួសជើងហើយនឹងដៃរឿងធ្ងន់បន្តិចត្រូវការអ្នកមើលថែម៉ាក់សុំអង្វរឯងចុះណាចាម៉ាក់ចាំខ្ញុំគិតមើលសិននេះយ៉ាងម៉េចហើយស៊ូប៊ីនម៉ាក់របស់ឯងទេមកថាយ៉ាងម៉េចខ្លះគឺលោកប៉ាត្រូវឡានដឹកទំនិញបើកបុកហើយរបួសដៃនិងជើងធ្ងន់ធ្ងរសំណាងល្អដៃផ្នែកក្បាលមិនអីគាត់ចង់ឲ្យខ្ញុំទៅមើលថែលោកប៉ាមួយរយៈហើយខ្ញុំពិតជាស្ដាយការងារនៅក្នុងសន្តាគារនោះណាព្រោះមិនទាន់បានជួបចវាយសង្ហាផងហ្នឹងបែរជាមកត្រូវឈប់ទៅវិញហូយធ្វើយ៉ាងម៉េចទេនរណាតែចង់បែបនេះគ្រោះថ្នាក់មើលមិនឃើញផងហ្នឹងចាំឱកាសលើកក្រោយទៅពេលណាដែលសន្តាគារនេះគេមកជ្រើសរើសបុគ្គលិកម្ដងទៀតខ្ញុំនឹងមកដាក់ពាក្យពេលនោះអាលីឯងកុំភ្លេចខប្រាប់ខ្ញុំផងណាហើយកុំភ្លេចសុំទោសខាងសន្តាគារផងថាខ្ញុំពិតជាមានការចាំបាច់ពិតមែនចាមិនអីទេខ្ញុំត្រូវនៅតែម្នាក់ឯងហើយនេះអូអាលីខ្ញុំគិតថាលុយ$1,600នោះឯងឈប់គិតវាទៅខ្ញុំគិតថានៅទីនោះក៏មិនសូវមានសុវត្ថិភាពដែរឯងនៅតែម្នាក់ឯងខ្ញុំគិតថាចង់ឲ្យឯងទៅនៅខុនដូរបស់បងស្រីឯងវិញទៅមែនហើយខ្ញុំក៏គិតបែបនេះដែរព្រោះអត់ពីឯងទៅគឺមានតែខ្ញុំម្នាក់ចាំមើលសិនខ្ញុំនឹងខសួរបងស្រីខ្ញុំសិនអញ្ចឹងខ្ញុំឯងខឥឡូវទៅណាព្រោះខ្ញុំក៏មានការប្រញាប់ដែរខ្ញុំគិតថាគឺរើចេញថ្ងៃនេះទៅគឺរត់តែល្អពីព្រោះផ្លូវដែលយើងធ្លាប់ឆ្លងកាត់នេះពេលយប់គឺវាមិនល្អនោះទេមើលទៅបែរជាត្រូវធ្វើបែបនេះហើយពេលនោះអាលីសមិនគិតច្រើនទៀតក៏ខទៅនិយាយជាមួយនឹងនីសាក៏យល់ព្រមពីព្រោះផ្ទះសម្បែងក៏គ្មានអ្នកណាមើលថែផងហើយណាមួយនាងតែងតែអស់កម្លាំងមកពីធ្វើការ
ផ្ទះសម្បែងក៏មិនបានរៀបចំធ្វើម្ហូបអាហារឲ្យតែបានញ៉ាំជួនកាលថែមទាំងមិនហូបទៀតផងមិនអីទេអញ្ចឹងឯងស្នាក់នៅបន្ទប់ជាប់បងទៅណាហើយកុំភ្លេចជួយមើលការខុសត្រូវបន្ទប់បងផង3ថ្ងៃទៀតបងនឹងត្រឡប់មកវិញចាបងស្រីអរគុណបានហើយស៊ូប៊ីនតោះយើងទៅរើអវ៉ាវ៉ាន់ចេញមកចុះអាហារទាំងនេះគឺប្រម៉ូទទុកសិនទៅចាំពេលរើអវ៉ាវ៉ាន់ហើយចាំគិតទៀតពេលនោះពួកគេក៏ទៅប្រម៉ែប្រមូលអវ៉ាវ៉ាន់ចេញទៅហើយក៏ប្រាប់ម្ចាស់ផ្ទះជួលមិនអីទេនេះបើឯងគិតថាមិនចង់មកស្នាក់នៅគម្រប់2ខែក៏អ៊ំមិនថាអីដែរណាប៉ុន្តែប្រាក់នោះនៅសេសសល់អ៊ំឲ្យឯងបានប្រគល់ឲ្យឯងបានត្រឹមតែ$1000ទេអរគុណហើយអ៊ំស្រីបើកន្លែងខ្លះប្រហែលជានៅសល់ប៉ុណ្ណេះគេមិនប្រគល់ឲ្យទេព្រោះអ៊ំគិតថាពួកឯងជាក្មេងល្អនឹងណាព្រោះអ៊ំដឹងថាក្មួយជាក្មេងល្អនឹងណាអូមែនហើយស៊ូប៊ីនឯងផ្ដាំសួរសុខទុក្ខលោកប៉ាហើយនិងអ្នកម៉ាក់របស់ឯងផងណាចាអ៊ំស្រីអរគុណដែលអ៊ំមិនភ្លេចពួកគាត់ត្រូវហើយរឿងអីដែលយើងភ្លេចពួកគាត់នោះពួកគាត់ក៏ជាមនុស្សដែលល្អដែរដឹងទេមាន់បំពងដែលគាត់យកមកផ្ញើអ៊ំនេះគឺមានរសជាតិឆ្ងាញ់ណាស់ធ្វើឲ្យអ៊ំបំភ្លេចមិនបានទេមែនទេអ៊ំស្រីមែនទេអ៊ំស្រីមែនទេអាលីចានឹងហើយគឺឆ្ងាញ់ណាស់ជូនពរឲ្យឯងខ្លាចទៅជាថកែមាន់បំពងទៅណាបានអរគុណសង្ឃឹមថាឯងខ្លាចទៅជាបុគ្គលិកដ៏ឆ្នើមប្រចាំសន្តាគារចុះណាចាក៏អរគុណដូចគ្នាហើយពួកឯងនេះធ្វើមើលតែបែកគ្នាជារឿងរហូតអញ្ចឹងអត់ទេពួកយើងគឺចូលចិត្តចំអន់គ្នាតែប៉ុណ្្នឹងឯងអាលីឯងកុំភ្លេចឧស្សាហ៍ខមកគ្នាផងណាចាដឹងហើយឯងក៏កុំភ្លេចខមកគ្នាដែរណានឹងហើយអូ2អ្នកឯងកុំភ្លេចនឹងមានអ៊ំម្នាក់ទៀតណាចាអ៊ំស្រីនឹងហើយពេលនោះពួកគេក៏បែកផ្លូវគ្នារៀងខ្លួនអាលីក៏បានមកដល់ខុនដូបងស្រីហើយក៏រៀបចំសម្លៀកបំពាក់និងក៏ទៅហាងទិញសាច់មកទុកបន្ថែមព្រោះមានបន្លែបង្ការដែលយកមកពីចំការស្រាប់គេរៀបចំទិញស៊ុតនិងសាច់ហើយប្រូម៉ាបន្តិចបន្តួចនិងទឹកដោះគោប្រអប់ដែលគេចូលចិត្តរសជាតិស្ទ្រូប៊េរីប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយត្រូវទិញអីទៀតទេនេះពេលនោះគេក៏ក្រឡេកមើលឃើញស្បែកជើងមនុស្សស្រីដែលអាចពាក់ចូលទៅធ្វើការបានអូគឺស្រស់ស្អាតណាស់ឯងតាស្បែកជើងកាយនេះគឺមិនទាបមិនខ្ពស់ស័ក្តិសមនឹងឯកសណ្ឋានការងាររបស់ខ្ញុំណាមែនហើយស្បែកជើងរបស់ខ្ញុំអាចារ្យគឺវាខូចហាក់គឺវាចិត្តខូចដែរហើយអ្នកលក់ស្បែកជើងនេះមានគូប៉ុន្មានដែរពេលនោះអាលីក៏សម្រេចចិត្តទិញស្បែកជើងមួយគូនោះហើយក៏មនីមកផ្ទះវិញហើយក៏ចម្អិនអាហារហូបតែម្នាក់ឯងហ
ហើយក៏យប់បន្តិចក៏ចូលទៅសម្រាកជាធម្មតាព្រឹកថ្ងៃធ្វើការអាលីរៀបចំស្លៀកពាក់ឯកសណ្ឋានរបស់សន្តាគារនិងស្បែកជើងដែលនាងបានទិញកាលពីម្សិលមួយថ្ងៃនិងផាត់មុខបន្តិចបន្តួចសក់បួងឡើងលើហើយក៏មានអាវខាងក្រៅពាក់មួយជាន់ទៀតដើម្បីការពារប្រឡាក់ឯកសណ្ឋានហើយនឹងមានខោអាវមួយកំភ្លែទៀតទុកខ្លះពេលដែលចេញពីសន្តាគារគឺពិតជាស្អាតមែននេះឯកសណ្ឋានការងារថ្មីមើលសុំថតផ្ញើទៅឲ្យអាស៊ូប៊ីនបន្តិចមើលស្អាតណាស់អូម៉ោង7ហើយតាអូបានហើយមិនអាចនៅយូរទៀតទេខ្លាចខកការងារពេលនោះគេក៏បានជិះឡានក្រុងមកបន្តិចប្រហែលជា20នាទីក៏មកដល់ព្រោះថាពេលព្រឹកផ្លូវមិនសូវស្ទះធ្វើឲ្យគេអាចឆាប់មកដល់ទាន់ពេលវេលាសួស្តីអ្នកចាត់ការអូនាងមែនទេជាបុគ្គលិកថ្មីចាខ្ញុំបុគ្គលិកថ្មីតើនាងឈ្មោះអីចាគឺខ្ញុំឈ្មោះអាលីវិនដូសាន់អូមែនចុះមិត្តភ័ក្តិរបស់នាងម្នាក់ទៀតដែលឈ្មោះថាស៊ូប៊ីនវ៉ៃឡានេះអូគឺសុំនាងបានមកផ្ដាយប្រាំសុំទោសខាងសន្តាគារផងព្រោះថាលោកប៉ារបស់នាងជួបគ្រោះថ្នាក់ចរាចរណ៍ហើយនាងត្រូវតែទៅមើលថែគាត់មួយរយៈអញ្ចឹងហើយបានជាគេមកឲ្យខ្ញុំប្រាប់ខាងសន្តាគារវិញអូមិនអីទេធ្វើយ៉ាងម៉េចទេវាគឺជារឿងចៃដន្យអូនាងឆាប់ចូលទៅជួរខាងនោះទៅបន្តិចទៀតប្រធានផ្នែករបស់នាងនឹងមកប្រាប់អំពីការងារដែលត្រូវធ្វើហើយពួកយើងប្រហែលជាម៉ោង8ទៅម៉ោង8កន្លះគឺចាប់ផ្ដើមធ្វើការងារហើយណាចាអរគុណពេលនោះលោកប្រធានអូក៏បានចេញទៅប្រធានផ្នែកស្រីឈ្មោះវ៉ាន់នីសាក៏បានចូលមកសួស្តីអ្នករួមការងារថ្មីចាស់ទាំងអស់គ្នាអ្នកទាំងអស់គ្នាដឹងហើយថាសន្តាគារយើងនេះជាសន្តាគារលំដាប់ផ្កាយ5ទទួលភ្ញៀវជាតិនិងអន្តរជាតិមកជាហូរហែហើយនៅអាទិត្យក្រោយនេះពួកយើងនឹងមានប្រធានថ្មី2នាក់គឺលោកប្រធានធំនិងអនុប្រធានដែលអ្នកទាំងអស់គ្នាធ្លាប់ឮឈ្មោះហើយមែនទេឆ្លើយមកបានដែរឬក៏អត់ចាតើអ្នកណាស្គាល់ឈ្មោះលោកខ្លះបានហើយកុំឲ្យខាតពេលយូរខ្ញុំនឹងរៀបរាប់នៅពេលក្រោយពេលដែលលោកប្រធានគាត់មកបានហើយរៀបចំទៅណាអាម៉ុនជាប្រធានផ្នែកម្នាក់ទៀតខាងផ្នែករត់តុអាម៉ុននេះគឺជាអាលីកូនចៅថ្មីរបស់ឯងណាមើលនេះមែនទេកញ្ញាអាលីចាសួស្តីអ្នកនាងអាម៉ុនអូមិនអីទេខំប្រឹងធ្វើការទៅណាណែមិត្តភ័ក្តិ
របស់រួមការងាររបស់ឯងនេះទៀតណាខាងនេះឯងចូលមកបុគ្គលិករត់តុប្រហែលជា15នាក់នៅគ្រប់ផ្នែកជាន់ខាងលើគឺមាន3ជាន់ខាងម្ហូបគឺជាន់ទី1 5នាក់ជាន់ទី2 5នាក់ជាន់ទី3 5នាក់ហើយបែងចែកជាក្រុមគឺរាល់ថ្ងៃត្រូវបែងចែកឆ្លាស់ប្ដូរវេនគ្នាថ្ងៃនេះក្រុមទី1ជាន់ទី2ឬក៏ក្រុមទី2ជាន់ទី1បែបនេះចាអរគុណដែលបានប្រាប់ខ្ញុំមើលយើងសូមមើលរបៀបស្លៀកពាក់ក្នុងការតែងខ្លួនរបស់ឯងបន្តិចល្អគ្រប់បែបយ៉ាងការផាត់មុខមិនលើសលុកពេកមកសមរម្យតាហើយស្បែកជើងនេះក៏ស៊ីនឹងឈុតទៀតចាអរគុណពេលនោះអាលីក៏ត្រូវឲ្យគេចាប់ក្រុមនៅក្រុមលេខ2ជាន់ផ្ទាល់ដីសួស្ដីខ្ញុំជាបុគ្គលិកថ្មីសូមមេត្តាណែនាំផងមិនអីទេបុគ្គលិកថ្មីមែនទេចាបើមិនយល់អីអាចសួរខ្ញុំបានណាខ្ញុំឈ្មោះ Kariel ចា Kariel អរគុណនឹងហើយ Kariel តើនាងអាយុប៉ុន្មានហើយខ្ញុំមានអាយុ26ឆ្នាំអញ្ចឹងនាងមានអាយុបងខ្ញុំ1ឆ្នាំអញ្ចឹងខ្ញុំសូមហៅថាបងKariel បានទេបានមិនអីទេខ្ញុំគិតថាហៅ Kariel វិញទៅមើលទៅ1ឆ្នាំតើមិនមែន10ឆ្នាំផងនឹងអញ្ចឹងក៏បានដែរ Kariel អេមីនិយាយតោះដល់ម៉ោងធ្វើការហើយនៅជជែកគ្នាអាហ្នឹងហើយណែអ្នកស្រីប្រធានឃើញប្រកាសជាស្ដីបន្ទោសឲ្យជាមិនខានទេចាអត់ទោសតាកញ្ញាម្នាក់នេះមានឈ្មោះអ្វីទៅ Kariel អេមីមែនទេនឹងគេឈ្មោះអេមីមែនទេនឹងហើយអេមីនេះឯងកុំស្អីទៅរវីរវល់ជាមួយនឹងនាងពេកនឹងនាងអីនាងនិយាយអីក៏និយាយទៅធ្វើមិនដឹងមិនឮទៅបានហើយសួស្ដីបុគ្គលិកថ្មីមែនទេខ្ញុំអេនឌៀនបុគ្គលិកនៅក្នុងក្រុមទី2ហ្នឹងណានេះគឺជារ៉ុកគីសួស្ដីអាលីមែនទេចាសួស្ដីរ៉ុកគីអេនឌៀនបានហើយនៅជជែកគ្នាហ្នឹងហើយតោះទៅធ្វើការបានហើយពេលនោះប្រធានផ្នែកក៏ប្រគល់ជាន់ទី1ឲ្យទៅពួកគេនៅក្នុងថ្ងៃនេះចាអរគុណជាន់ទី1បុគ្គលិកគឺនាំគ្នារុះរាន់ទទួលភ្ញៀវដែលមកទទួលទានអាហារនៅទីនេះគឺគេធ្វើការខាងផ្នែករថតុនៅក្នុងសន្តាគារនេះមានផ្នែកនិងមុខងារជាច្រើនសន្តាគារលំដាប់ផ្កាយ5ទៅហើយបើមិនឲ្យមាន
មានផ្នែកជាច្រើននិងមុខងារច្រើនទេមិនក៏អាចជាប់ជាសន្តាគារលំដាប់ផ្កាយ5ដឹងទេអាលីសន្តាគាររបស់យើងនេះណាគឺធំណាស់មានទាំងបន្ទប់ហាត់ប្រាណបន្ទប់ស្ទីមហើយណាមានបន្ទប់ផ្ទាល់ខ្លួន VIP ជាច្រើនទៀតខ្ញុំធ្វើការខាងផ្នែកបោះសម្អាតមួយរយៈដែរបន្ទប់នីមួយៗណាគឺពិតជាល្អប្រណិតណាស់នេះហើយសន្តាគារនេះស័ក្តិសមជាសន្តាគារលំដាប់ផ្កាយ5ពិតជាមិនខុសទេណែឯងខំប្រឹងធ្វើការទៅណាសន្តាគារនេះណារឹតតែខំប្រឹងធ្វើការរឹតតែបានប្រាក់ OT ច្រើនខ្ញុំធ្វើការខាងផ្នែករថតោកនេះគឺទទួលបានប្រាក់ OT ច្រើនណាស់អូពិតមែនឬនឹងហើយធ្វើការផ្នែករថតុករបស់ដូចជាពួកយើងនេះអ្វីត្បិតតែមើលទៅរៀងហត់បន្តិចប៉ុន្តែបើបំរើឲ្យភ្ញៀវពេញចិត្តប្រាក់ OT ក៏ច្រើនក្រាស់ក្រែដែរពិតមែនហើយ Career និយាយត្រូវណាខ្ញុំចូលចិត្តខាងផ្នែកនេះអ្វីប្រឹកតែហត់ប៉ុន្តែប្រាក់ក៏គ្រាន់បើបានហើយពេលនោះសំឡេងអេមីមកនិយាយកាត់ទៀតខ្ញុំអេមីក៏បានចូលមកនិយាយកាត់បានហើយរឿងប្រាក់ OT OA នោះណាខ្ញុំនេះមិនសូវបានដូចជាពួកឯងទេពិតជាយ៉ាប់មែនពេលនោះអាម៉ុនជាប្រធានផ្នែកក៏មកដល់យ៉ាងម៉េចហើយអ្នកចូលធ្វើការថ្មីយ៉ាងម៉េចដែរថ្ងៃនេះចាមិនអីទេគឺគ្រាន់បើដែរព្រោះខ្ញុំទម្លាប់ទៅហើយព្រោះខ្ញុំក៏ធ្លាប់មានបទពិសោធន៍ខាងផ្នែកនេះយូរណាស់មកហើយដែរអញ្ចឹងក៏ល្អដែរធ្វើការងារបន្តទៀតទៅណាពួកឯងចាអ្នកនាងអាលម៉ុនក៏បានដើរចេញទៅអ្នកនាងអាលម៉ុននេះណារូបរាងក៏ស្អាតបាតហើយថែមទាំងមានទៀតហើយអ្វីក៏មកធ្វើការខាងផ្នែកនេះណាអូអ្នកនាងអាលម៉ុននេះមែនទេមិនទាន់មានគូនឹងហើយខ្ញុំចូលមកធ្វើការនៅក្នុងនេះគឺរយៈពេល2ឆ្នាំហើយតែមិនដែលធ្លាប់ឃើញសង្សាររបស់អ្នកនាងឬក៏ឃើញអ្នកនាងមិនដើរទេឬក៏អ្នកនាងគាត់លាក់ទេដឹងអូមានភ្ញៀវមកដល់ហើយអូខ្ញុំសុំទៅទទួលភ្ញៀវសិនហើយណាចា Career អូភ្ញៀវម្នាក់ទៀតហើយបានហើយអាលីឯងទៅទទួលទៅណាគាត់នេះណាក៏ជាភ្ញៀវសំខាន់ដែរឯងត្រូវតែទទួលគាត់ឲ្យបានល្អណាចាចុះនាងហើយខ្ញុំចង់ឲ្យឯងទៅតើវាយ៉ាងម៉េចអញ្ចឹងក៏បានដែរពេលនោះនាងក៏បានដើរចូលទៅសួស្តីលោកតើលោកត្រូវការភាសាអ្វីដែរតើនៅក្នុងហាងនេះមានស៊ុបអីខ្លះនេះស៊ុបមែនទេចាតើលោកចង់ភាសាស៊ុបអីដែរស៊ុបអ្វីក៏បានលោកអាចមើលនៅក្នុងម៉ឺនុយនេះនាងកំងឲ្យខ្ញុំទៅបើកំងមិនត្រូវចិត្តខ្ញុំនឹងប្រាប់ប្រធានចាត់ការរបស់នាងចាលោកត្រូវការញ៉ាំអ្វីដែរ
ស្អីក៏បានចាអូលោកសុបសិតតើបានទេសុបសិតមែនទេចាសុបសិតអូអញ្ចឹងក៏បានហើយខ្ញុំសុំភេសជ្ជៈគឺជាទឹកការ៉ុតតើបានដែរទេទឹកការ៉ុតមែនទេចាគឺទឹកការ៉ុតអញ្ចឹងក៏បានសូមលោកចាំបន្តិចទៅណានឹងហើយពេលនោះអាលីក៏បានដើរចូលទៅកន្លែងចុងភៅបងប្រុសគឺតុកលេខ2ទឹកការ៉ុតនិងស៊ុបផ្សិតណាអូទឹកការ៉ុតនិងស៊ុបផ្សិតមែនទេប៉ុន្តែស៊ុបផ្សិតកុំធ្វើរសជាតិប្រៃពេកសូមឲ្យសាបល្មមហើយទឹកការ៉ុតគឺសូមរសជាតិធម្មតាទៅបានហើយគ្រាន់តែបន្ថែមស្ករបន្តិចចូលទៅក្នុងនោះប្រហែលជាមួយស្លាបព្រាកាហ្វេគឺបានហើយអូអញ្ចឹងមែនឬចាតែប្រយ័ត្ននេះណាចាមិនអីទេបើខុសខ្ញុំនឹងទទួលខុសត្រូវមួយសន្ទុះក្រោយមកនាងក៏បានយកស៊ុបផ្សិតនិងទឹកការ៉ុតយកមកឲ្យពេលនោះបារោះម្នាក់នោះក៏បានភ្លក់ស៊ុបផ្សិតនឹងហើយក៏និយាយថាល្អណាស់រសជាតិក្រាន់បើស្រទន់មិនប្រៃមិនសាបល្មមទឹកការ៉ុតនេះក៏មិនផ្អែមខ្លាំងរសជាតិល្មមតែម្ដងអូហេតុអ្វីនាងបានជាដឹងថាខ្ញុំហូបរសជាតិបែបនេះចាព្រោះថាមើលទៅលោកដូចជានឿយហត់ហើយនឹងតឹងតែងបើអាហារហូបទៅមានរសជាតិខ្លាំងនោះនឹងបង្កើនការ stress រឹតតែច្រើនអូគឺពិតជាល្អណាស់អញ្ចឹងថ្ងៃក្រោយខ្ញុំសូមឲ្យនាងជួយណែនាំអាហារឲ្យខ្ញុំបានទេចាមិនអីទេអរគុណលោកអញសង្ឃឹមថាលោកពិសាអាហារដោយមានអារម្មណ៍ល្អផងចុះណាបាទមិនអីទេអូតើមានបង្អែមណែនាំទេខ្ញុំគិតថាបង្អែមថ្ងៃនេះលោកគួរតែពិសាតែទឹកការ៉ុតទៅបានហើយពីព្រោះមើលទៅពេលនេះលោកមិនគួរពិសាបង្អែមឬក៏អាហារអ្វីផ្សេងទេខ្ញុំគិតថាពេលដែលលោកទៅផ្ទះលោកអាចពិសាផ្លែគីវី2ទៅ3ផ្លែបានព្រោះផ្លែគីវីជួយឲ្យសម្រានលក់ស្រួលមិនក៏នាងដឹងចាពីព្រោះខ្ញុំឃើញរបងភ្នែករបស់លោកគឺខ្មៅហើយរឿងស្ងួតទៀតមើលទៅដូចជាមិនសម្រានមិនលក់តាមែនទេនឹងហើយផ្លែគីវីគឺអាចជួយលោកបានអូខ្ញុំអរគុណនាងម្ដងទៀតផងពេលមួយសន្ទុះមកទៀតអស់ប៉ុន្មានដែរចាគឺសរុបទៅគឺអស់$30អូនេះនាង$50លុយធីបមិនបាច់អាប់ទេចាអរគុណថ្ងៃក្រោយខ្ញុំសង្ឃឹមថានាងអាចណែនាំអាហារដ៏ល្អៗឲ្យខ្ញុំបានទៀតចាអរគុណពេលនោះបរិសម្នាក់នោះក៏បានដើរចេញទៅអាលីឯងបានប្រាក់ធីប$20មែនទេចាមែនហើយអូឯណាទៅកំប៉ុងដាក់កំប៉ុងលុយដាក់រួមគ្នានោះអូគឺនៅខាងនោះខ្ញុំទៅដាក់លុយរួមគ្នាសិន
ល្អហើយដែលឯងមិនគិតចង់បានតែម្នាក់ឯងពិតមែនហើយកន្លែងធ្វើការចាស់របស់ខ្ញុំនោះណាក៏ខ្ញុំធ្វើបែបនេះដែរពីព្រោះខ្ញុំគិតថាអ្នកធ្វើការទាំងអស់គួរតែបានវាព្រោះសត្វតែធ្វើការនៅហត់ដូចគ្នាទេនេះល្អអន្តាពេលនោះបរោះម្នាក់ស្លៀកឈុតក្រសេពាក់ស្បែកជើងពណ៌ដីដើរមកហើយមានខ្សែភ្នែកពណ៌ប្រាក់ខ្ពស់ស្រឡះច្រមុះស្រួចជាបរោះជនជាតិអ៊ីតាលីដែលមានឈ្មោះថាតើអ្នកនរគ្នាដឹងថាឈ្មោះអ្វីទេ Jack Addison Palo ពេលនោះអ្នកនាងអាម៉ុនក៏មកគោរពហើយអញ្ជើញទៅតុលេខ5ដែលជាតុចិត្តបង្អួចមើលឃើញសពគ្រប់នៅកន្លែងគឺនៅកន្លែងជាន់ទី3ឃើញទីក្រុងរបស់វ៉ាស៊ីនតោនតែម្ដងលោកតើលោកមកទីនេះមានការអីគឺខ្ញុំចង់មកត្រួតពិនិត្យកិច្ចការនៅក្នុងស្ថានភាពនេះណាល្មមតែនឹងដល់ថ្ងៃដែលខ្ញុំនឹងមកគ្រប់គ្រងវាអូលោកតើឯណាលោកចែកនោះអាចចែកមែនទេក្រែងវាម្សិលមួយថ្ងៃវាមកម្ដងហើយមែនទេនឹងហើយគាត់មកម្ដងដែរតាប៉ុន្តែគាត់ថាថ្ងៃនេះគាត់មកម្ដងទៀតអូប្រហែលជាវាភ្លេចទៅដឹងព្រោះឮវាប្រាប់ខ្ញុំថាវាទៅលេងបាល់ជាមួយនឹងមិត្តភ័ក្តិវានៅក្លឹបនោះអូប្រហែលជាគាត់ភ្លេចហើយមកទៅអ្នកណាថាភ្លេចខ្ញុំមកដល់ហើយគ្រាន់តែតាមផ្លូវរៀងស្ទះបន្តិចឲ្យខ្ញុំសុំទៅផងណាអាម៉ុនចាលោកអ្នកទាំងពីរថ្ងៃនេះគឺសង្ហាណាស់តាបានហើយនិយាយតិចទៅព្រោះខ្ញុំមិនចង់ឲ្យបុគ្គលិកភ្ញាក់ផ្អើលនោះទេអូថ្ងៃនេះខ្ញុំគិតថានឹងបបួរអ្នកទាំងពីរទៅលេងបាល់មែនទេខ្ញុំជាស្រីនឹងទៅលេងបានតាគឺទៅលើកទឹកចិត្តនោះអីឈប់ខ្ញុំគិតមើលសិនថ្ងៃនេះប្រហែលជាម៉ោង5ល្ងាចតើបានទេបានតាអញ្ចឹងខ្ញុំសូមលាអ្នកទាំងពីរទៅសិនហើយពេលនោះចែនក៏បានដើរចេញទៅចែកក៏បាននិយាយបន្តខ្ញុំចង់ឲ្យនាងរកបន្ទប់ VIP ឲ្យជាន់លើឲ្យខ្ញុំបានស្នាក់នៅព្រោះខ្ញុំចង់ស្នាក់នៅក្នុងសន្តាគារមិនចង់ស្នាក់នៅកន្លែងណាផ្សេងទៀតទេពិតមែនឬនឹងហើយចុះលោកចែននោះអាចែនមែនទេខ្ញុំក៏មិនដឹងវាដែរប៉ុន្តែចំណែកខ្ញុំគឺសូមឲ្យនាងជួយរៀបចំឲ្យផងចាលោកមិនអីទេអញ្ចឹងខ្ញុំសូមលាលោកសិនហើយណាបានចេះសម្លឹងមើលអាម៉ុនដើរចេញទៅហើយក៏ក្រឡេកមើលអាគារនៅជុំវិញសន្តាគារសាច់រឿងក៏បានស្លេះត្រឹមនេះ
សូមអរគុណចំពោះការស្ដាប់សាច់រឿងមួយនេះបើស្រឡាញ់និងចូលចិត្តសូមជួយចុច like និង subscribe ឲ្យ channel របស់ខ្ញុំផងសូមឲ្យប្រិយមិត្តទាំងអស់គ្នាជួបតែសេចក្តីសុខគ្រប់ទិវារាត្រីសូមអរគុណ